បងស្រីក៏សួរថាអ្នកគ្រូមុននឹងចាក់វ៉ាក់សាំងការពារជំងឺមហារីកមកស្បូននឹងសេមុនហ្នឹងយើងគួរតែផលិតមកស្បូនមុនអត់ចាមុននឹងឆ្លើយសំណួរបងស្រីខ្ញុំមកបញ្យល់វ៉ាក់សាំងជូនបងតិចចាហ្នឹងហើយអូខេអញ្ចឹងសម្រាប់វ៉ាក់សាំងរបស់យើងឥឡូវគេនិយមចាក់នោះគឺមានពីរប្រភេទនេះគឺការ៉ាស៊ីល4និងការ៉ាស៊ីល9ដែលប្រភេទ4មុខនេះគឺវាអាចការពារមហារីក2មុខនិងសេមុន2មុខ9ពូជនេះគឺវាអាចការពារសេមុន2ពូជនិងមហារីក7ពូជចាដែលវ៉ាក់សាំងនេះគឺបងប្អូនទាំងគ្នាអាចចាក់ពីអាយុ9ឆ្នាំដល់45ឆ្នាំចាក់បានទាំងបរិសុទ្ធទាំងស្ត្រីចាទាំងភេទទី3ទាំងអ្នកស្រឡាញ់ភេទដូចគ្នាគឺគួរតែចាក់បំផុតចាព្រោះពួកគាត់នឹងប្រឈមមុខជាអ្នកផ្សេងទៀតចាអូខេអញ្ចឹងមកដល់សំណួរបងស្រីក៏សួរថាមុននឹងចាក់គួរពិនិត្យមកស្បូនអត់អញ្ចឹងវ៉ាក់សាំងនេះបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់មានដៃគូរួមភេទទេចាអត់ទាន់ឆ្លងកាត់ការរួមភេទទេយើងមកចាក់បានតែម្ដងសម្រាប់ស្ត្រីចានឹងហើយយើងមកចាក់បានតែម្ដងដោយមិនចាំបាច់ពិនិត្យអីទាំងអស់តែសម្រាប់អ្នកដែលគាត់មានគ្រួសារមានដៃគូរួមភេទយើងគួរតែពិនិត្យមកស្បូនសិនចាយើងពិនិត្យមើលគេហៅថាកោសិកាបំរែបំរួលមកស្បូនចាហ្នឹងហើយឬក៏ HPV តេស្តដើម្បីយើងចង់ដឹងថាតើយើងមានកោសិកាណាមួយមិនធម្មតានៅមកស្បូនអត់ដើម្បីតាមដាននិងព្យាបាលបញ្ហាយើងចាហើយសម្រាប់បងប្អូនអរខ្ញុំចង់បញ្ជាក់បន្តិចសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចាក់គ្រប់ក៏ដោយខ្ញុំបានធ្វើវីដេអូមុននេះទោះបីបងប្អូនទាំងគ្នាចាក់គ្រប់ដូសក៏ដោយបងប្អូនទាំងគ្នាក៏ត្រូវតែមកឆែកមើលកោសិកាមហារីកមកស្បូននឹងជារៀងរាល់មួយឆ្នាំឬក៏2ឆ្នាំឬក៏3ឆ្នាំម្ដងដែរអាស្រ័យទៅលើពេលវេលានិងលទ្ធភាពរបស់បងប្អូនទាំងអស់គ្នាចាពួកអីពួកករណីមហារីកមកស្បូនវាមានរហូតដល់5 10ប្រភេទចាឥឡូវយើងរើឃើញតែ7ពូជទេនៅក្នុងនេះណាចាហើយសេមុន2ពូជអញ្ចឹងនៅប្រហែលពូជទៀតដែលយើងអត់ទាន់រកឃើញគឺវាប្រឈមមុខគ្រប់ពេលវេលាអញ្ចឹងដើម្បីសុវត្ថិភាព 100% ក៏គេត្រូវតែឆែកមើលជារៀងរាល់2ឆ្នាំឬក៏3ឆ្នាំម្ដងរហូតដល់អាយុ65ឆ្នាំនឹងយើងឈប់មើលហើយចាហ្នឹងហើយយើងជាផុតពីជំងឺមហារីកមកស្បូន 100% ព្រោះកាលណាបងប្អូនអ្នកគ្នាយើងដឹងថាមានបន្ទុកណាមួយនឹងមកស្បូនគឺយើងនឹងព្យាបាលតាមពេលវេលាតែបើសិនជាបងប្អូនអ្នកគ្នាបានចាក់វ៉ាក់សាំងនេះគឺវាល្អមែនតើពិសេសជំងឺសេមុនវា viral វាផ្ទុះខ្លាំងមែនតើចាបងប្អូនអ្នកគ្នាដឹងស្រាប់ខ្ញុំតែងតែធ្វើវីដេអូនឹងជូនចាអញ្ចឹងយើងចាក់ទៅការពារទាំងសេមុនយើងការពារទាំងមហារីកទៀតអញ្ចឹងគឺវាចំណេញខ្លាំងមែនតើអញ្ចឹងបងប្អូនអ្នកគ្នាចាក់4មុខគឺការពារបាន4មុខចាក់9មុខគឺការពារបាន9មុខគឺវាការពារបានខ្ពស់រហូតដល់ 90% ជាងទោះបីយើងមានគ្រួសារឬក៏យើងនៅលាវក្រោយចាគាត់ថាបើសិនក្នុងករណីគាត់មាន HPV ណាតោងទៀតគាត់នៅតែការពារបានខ្ពស់នឹងឯងចាហ្នឹងហើយចេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ហើយអ្នកមានគ្រួសារអូខេគួរតែមកចាក់ហ្នឹងហើយដើម្បីការពារទាំងអស់គ្នាចាកុំគិតថាមានគ្រួសារចាក់អត់មានប្រសិទ្ធភាពណាយល់ខុសហើយចាអរគុណ